រឿងបេសកកម្មកុលាបឆ្នះទាំង3ភាគទី1តបលើសំឡេងអ្វីម្យ៉ាងធ្លាក់ចុះមកពីលើភូមិគ្រឹះមួយខ្នងធ្វើឲ្យអង្គរៈដែលឈរយាមមកជុំវិញនោះដឹងខ្លួននិងបន្ថែមភាពប្រុងប្រយ័ត្នលើសដើមណាតើមើលទៅតាមមានអ្នកចូលមកឬអត់មេក្រុមអង្គរៈនិយាយទៅកាន់កូនចៅបាទទៅវិញអង្គរៈដែលនៅសាល 4-5 នាក់ក៏ដើរតាមទៅត្រួតពិនិត្យដើមហេតុរបស់សំឡេងដែលបានឮអូយហេតុអ្វីខ្ញុំត្រូវមកធ្វើបែបនេះដែរនេះអីខយូរអ៊ូរតាមដាក់ខ្លួនឯងក្រោយពីគិតថាខ្លួនជាសត្វស្លាបហើរធ្លាក់ចុះមកពីលើរបៀងទៅធ្វើឲ្យឮសំឡេងអំបាញ់មិញណាននៅត្រង់នឹងនោះព្រមឲ្យចាប់តាមស្រួលបើមិនអញ្ចឹងបាញ់ណាសំឡេងអង្គរៈដល់លើកំភ្លើងឡើងត្រៀមបាញ់ឮលន់ធ្វើឲ្យនាងភ្ញាក់ព្រឺនស្លាប់ហើយនៅឲ្យល្ងងឬឆាប់រត់ទៅវិញថាឲ្យនាងក្រត់ដោយមិនគិតជីវិតសូម្បីអ្នកប្រណាំងក៏ខ្មាស់ដែរកាត់សំឡេងដែលនាំនាងឡើងឋានសួគ៌បានដេញតាមពីក្រោយប៉ាំងប៉ាំងប៉ាំងនាងដឹងដល់កម្ដៅរបស់ក្របកំភ្លើងដែលហោះឆិតឆិតត្រចៀករបស់នាងត្រឹមតែមិនប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះពេលមកដល់កំពែងភូមិគ្រឹះនាងក៏ប្រញាប់ឡើងតាមដើមឈើនោះដោយប្រើពេលវេលាមួយភ្លែនក៏នាំខ្លួនចុះមកខាងក្រៅកំពែងបានរួចទៅបញ្ឆេះឡានដែលចតទុកនៅក្បែរផ្លូវបើកចេញទៅយ៉ាងលឿនតបរាំងស្ដាងដែលរត់គេចក្របកំភ្លើងអំបាញ់មិញដាក់ខ្លួនចុះទៅលើគ្រែកេងយ៉ាងអស់កម្លាំងលើកទូរស័ព្ទផងស្រីស្អាតលើកទូរស័ព្ទផងស្រីស្អាតសំឡេងទូរស័ព្ទដែលខ្ទាតទៅធ្លាក់នៅក្បែរគ្រែឮឡើងគ្រឹតពេលនេះអេនខ្ជិលមិនតែទេបើចង់ទៅសូមផ្ញើសារម្ចាស់ចាំទេត្រឡប់ទៅវិញម្ចាស់សំឡេងយកដៃបិទច្រមុះមុនពេលនិយាយធ្វើអ្នកមកខាងទៀតស្រែកត្រឡប់មកយ៉ាងលឺណែយាយអេនខ្ជិលមិនបាច់មកលេងល្បិចទេអាទូរស័ព្ទរបស់ឯងហ្នឹងវាផ្ញើសារបានឯណាទៅហ៎គ្រាន់តែទេចេញទទួលបានក៏សំណាងណាស់ទៅហើយអេនខ្ជិលសម្លឹងមើលទូរស័ព្ទម៉ាក់ណូមែនដល់សានស្រឡាញ់និងសានធននោះទោះត្រូវគប់ចោលដើម្បីរំសាយភាព stress និងប្រើជាម៉ាស៊ីនផលិតលុយពេលតែទៅខ្ចីលុយមិត្តភ័ក្តិមិញយ៉ងមិត្តភ័ក្តិជិតស្និទ្ធដល់សានល្អរបស់អ៊ីនខ្ជូតាំងពីបឋមពេលមកនៅទីក្រុងក៏បានគេនេះឯងដែលជួយគ្រប់យ៉ាងមិនថាខ្ចីលុយសុំញ៉ាំបាយសុំកន្លែងគេនោះទេមិនហើយចាអ្នកខ្ញុំឆើអ៊ីនខ្ជូជាមិត្តភ័ក្តិយាយមិញយ៉ងពួកយើងមានអាជីពជាអ្នកលួចព័ត៌មានលួចតនន័យនឹងមានអាជីពជាច្រើនទៀតដែលអ្វីដែលយើងធ្វើសួរថាហេតុអ្វីត្រូវធ្វើវាគឺព្រោះថាទាំងខ្ញុំនឹងមានយ៉ាងសិតតែគ្មានក្រុមគ្រួសារហើយពួកយើងទាំងពីរនាក់ក៏ជាក្មេងកំព្រាមិនដឹងថាប៉ាម៉ាក់ជាអ្នកណានៅអាណានោះទេតែពួកយើងក៏មិនគួរតូចចិត្តដែរពួកយើងគិតថាពួកគាត់ប្រហែលជាមានហេតុផលផ្ទាល់ខ្លួនទើបនាំពួកយើងមកចោលនៅកន្លែងចិញ្ចឹមក្មេងកំព្រាអេនខ្ជូនិងមែនយ៉ាងជាមិត្តភ័ក្តិនឹងគ្នាជាយូរមកហើយពេលនេះយើងទាំងពីរក៏ចិត្តរៀនចាប់ដែរយើងធ្វើការងារបថុយបែបនេះមកជាច្រើនឆ្នាំយាយមិនយ៉ាងជាអច្ឆរិយៈក្នុងការស្វែងរកទិន្នន័យចាំមកខ្ញុំជាអច្ឆរិយៈខាងផ្នែកកលាចាស់ការងារខ្លះយើងក៏ធ្វើរួមគ្នាការងារខ្លះយើងក៏បាយគ្នាធ្វើដូចជាការងារថ្ងៃនេះខ្ញុំធ្វើតែម្នាក់ឯងចាស់បើអ្នកអានចង់ដឹងថាលុយដែលពួកយើងរកបានជាច្រើននោះយកទៅណាពួកយើងនឹងប្រាប់ឲ្យដឹងទៅចាស់ថាមួយផ្នែកយើងបញ្ជូនទៅមរកកម្មាកំព្រាដែលយើងធំឡើងមកជាមួយគ្នាពេលនេះទាំងខ្ញុំនិងយាយមីនចឹងសិតតែជាអ្នកឧបត្ថម្ភដ៏ធំឲ្យទីនេះចំណែកមួយចំណែកទៀតពួកយើងទាំងពីរក៏យល់ព្រមគ្នាថាលុយសន្សំនេះទុកដើម្បីទៅដើរលេងជុំវិញពិភពលោកជាមួយគ្នាចាស់នៅពេលដែលពួកយើងបានទទួលសញ្ញាបត្រពេលនេះពួកយើងអាយុ21ឆ្នាំហើយបញ្ញាបត្រក៏រៀនចប់ហើយដែរដូច្នេះកំឡុងពេលនេះជាពេលដែលត្រូវសន្សំលុយធ្វើដំណើរអ្វីនេះឬប៉ុណ្ណឹងធ្វើជាអេតែពេលណាឯងត្រឡប់មកវិញហាផ្ទះយើងនៅតែម្នាក់ឯងអត់សឹកសឹងស្លាប់ទៅហើយមិនចង់ពេលនេះទៅទទួលការងារនៅកន្លែងផ្សេង
ធ្វើឲ្យអ៊ីងស៊ូត្រូវនៅផ្ទះតែម្នាក់ឯងដែលអ្នកទាំងពីរបានជួលនៅជាមួយគ្នាឯងអាប់សក់ឬឯងខ្លាចខ្មៅអបកតណាចេះមកធ្វើជានឹកយើងយើរាប់រយពាន់ឆ្នាំហើយមិនដែលឃើញនឹកយើងម្ដងសោះណាឯងក៏ឲ្យពេលណាឯងត្រឡប់មកវិញហ៎ប្រហែលជា2ថ្ងៃទៀតរួចហើយចាំពេលត្រឡប់ទៅវិញយើងនឹងទិញនំទៅផ្ញើឯងប៉ិតមែនឬទិញឲ្យច្រើនណាយើងចូលចិត្តរបស់ផ្ញើចាយាយល្មោបស៊ីស្រីក្រមុំទាំងពីរនិយាយគ្នាមួយសន្ទុះទៀតអ៊ិនខ្ជូក៏បិទទូរស័ព្ទមិនពេលលោកដៃចូលទៅក្នុងហោប៉ៅខោចាប់យកបន្ទះ CD ចេញមកដែលរបស់មួយនេះនាងត្រូវបានគេជួលឲ្យទៅយកមកពីក្នុងភូមិមួយគ្រឿងនោះអ្នកជួលតាក់ទងឆ្លងកាត់មនុស្សកណ្ដាលតែនាងបែរជាមានអារម្មណ៍ថារឿងនេះមានអ្វីមិនសូវស្រួលព្រោះតាំងពីនាងទទួលការងារនេះមកនាងក៏មានអារម្មណ៍ដូចជាមានអ្នកតាមខ្លាំមើលគ្រប់ពេលវេលាក្រោយនាងត្រូវរកអ្វីមកចិញ្ចឹមព្រុសនៅក្នុងពោះនាងបន្តិចទៅបានមុនពេលវាឡូឡាខ្លាំងជាងនេះក៏សម្លាញ់ធ្វើចរិតតិចណាម៉ាក់នឹងឆឹងមីឲ្យញ៉ាំឥឡូវនេះណាទំរាំតែឆឹងមីរួចនាងក៏ខាតពេលវេលាច្រើនគួរសមព្រោះតាមធម្មតាមីងយ៉ងជាអ្នកធ្វើការផ្ទះស្ទើរតែគ្រប់យ៉ាងរឿងអាហារមិនចាំបាច់និយាយដល់ទេគឺគេជាកពុយឆារយៈនៃការប្រឌិតរបស់ផ្លែនិងការធ្វើម្ហូបតែម្ដងរាំងស្ដាងចេញមកពីបន្ទប់ទឹកទាំងឈុតកេងដែលផ្ទុយពីចរិតនាងរឿងនេះដឹងតែពីអ្នកនាងនិងមីងយ៉ងតែប៉ុណ្ណោះពេលនៅក្នុងបន្ទប់កេងនាងចូលចិត្តពាក់ឈុតកេងស៊ីតែថ្ងៃនេះជាកំណាត់ពណ៌សគ្របពីលើឈុតក្នុងអាវឃ្លុំខ្លីបង្ហាញគល់ភ្លៅខ្ចីដើមទ្រូងធំបេះជាគ្នានៅក្នុងអាវក្មេងខាងក្រោមជាស្លីបតូចមួយប្រកាសណាស់ថាវាតែងតែបិទអ្វីដែលដោយទួលស្ទើរតែមិនចិត្តអ៊ីនខ្ជូមានកម្ពស់ជាស្តង់ដាររបស់ស្ត្រីគឺ1.62 ម៉ែត្រស្បែកសខ្ចីមុខមាត់គួរឲ្យស្រឡាញ់មើលទៅមិនសូវជាអ្នកដែលទៅរៀនចប់បរិញ្ញាទេសក់នាងត្រង់ពោខ្មៅវែងពាក់កណ្ដាលខ្នងហើយថែមទាំងទន់រលោងរៀងដែលពាក់ឈុតកេងដល់សែនស្ដាងដាក់ខ្លួនចោះកេងលើក្រេតូចអាវឃ្លុំខ្លីសាយឡើងលើធ្វើឲ្យឃើញស្លីបតូចមានឱកាសបង្ហាញខ្លួននាងធ្វើខ្លួនសប្បាយព្រោះទីនេះជាកន្លែងផ្ទាល់ខ្លួនការធ្វើខ្លួនស៊ីក្នុងបន្ទប់កេងជាការស្រស់ស្រាយស្រស់បំព្រងមួយយ៉ាងតែបើកម្លោះមកឃើញនោះយ៉ាប់ជាមិនខានអ៊ីនខ្ជូចាប់យក notebook ឡើងមកបើកទិន្នន័យរបស់អ្នកជួលដែលនាងបានឲ្យមនុស្សកណ្ដាលរបស់នាងទៅស៊ើបមើលទិន្នន័យរបស់អ្នកជួលការងារនោះចូលមកនៅក្នុងកុំព្យូទ័រជាច្រើនប៉ុន្តែសុទ្ធតែជាទិន្នន័យដែលមិនគួរឲ្យទុកចិត្តទាំងអស់ការពិតទៅនាងមានច្បាប់មួយគឺថាមិនសាររើការងារឬរបស់ដែលនាងត្រូវតាមទៅយកមកប៉ុន្តែការងារនេះបែរជាធ្វើនាងមានអារម្មណ៍ថាអ្នកជួលល្មើសកិច្ចសន្យានឹងនាងមុនទៅនាងត្រូវរកផ្លូវទប់ទល់ខ្លះនាងចាប់យកបន្ទះ CD ឡើងមកមើលមួយសន្ទុះមុនពេលថតចម្លង CD នោះទុកយ៉ាងហោចណាស់ក៏ដើម្បីការពារខ្លួនដែរព្រឹកឡើងនាងមានណាត់នឹងមនុស្សកណ្ដាលដើម្បីប្រគល់ CD ឲ្យអ្នកដែលបានជួលអ៊ីងខ្ជូធ្វើដំណើរទៅដល់កន្លែងចាំដែលនាងណាត់គ្នាបរោះវ័យកណ្ដាលម្នាក់ដែលអង្គុយនៅតុក្រោយបំផុតក្នុងហាងអាហារនៅមាត់សមុទ្របានបក់ដៃហៅនាងសួស្ដីអ៊ំកំងអ្វីឬនៅចាស់ឃ្លានដល់ហើយខ្ញុំនឹងបានញ៉ាំដែរអូមកដល់ក៏សួររករបស់ញ៉ាំភ្លាមតែម្ដងនេះយករឿងការងារសិនមកតើឯងយកមកឬអត់សួរបែបនេះព្រោះតើអ៊ំគេជក់បរោះវ័យកណ្ដាលម្នាក់នេះគាត់ជាមនុស្សកំរិះគ្រាន់តែឲ្យគាត់យកលុយទៅទិញទូរស័ព្ទមួយគ្រឿងគាត់ក៏មិនព្រមដែរតែទោះជានាងកំរិះក៏នៅខំយកលុយទៅទិញទូរស័ព្ទកញ្ចាស់ដែលនៅក្នុងហៅប៉ៅខោនេះដល់ទៅ$20ដើម្បីតាក់ទងទៅយាយមីងយ៉ងត្រូវឲ្យយាយមីងយ៉ងបង្ខំណាទៅទិញបានហើយអ៊ំថាតអ៊ំទៅបានលុយពីការងារច្រើនហើយអ្វីក៏អ៊ំមិនព្រមទិញទូរស័ព្ទសោះវាពិបាកតាក់ទងគ្នាខ្លាំងណាស់ណាអ៊ំពេលមានរឿងអ្វីនោះបើមានរឿងអ្វីគឺសក់ណាក្បាត់នោះទៅរឿងប៉ុណ្ណឹងក៏ត្រូវបដៅដែរនឹកដល់ពេលដែលជួបគាត់លើកដំបូងគឺពេលដែលគាត់កំពុងត្រូវគេវាយព្រោះគាត់មិនអាច
រោគមនុស្សមកធ្វើការឲ្យអ្នកលេងម្នាក់បានតើអ៊ីនខ្ជូនិងមីងយ៉ុងបានចូលទៅក្នុងសង្គមនឹងចាំតាមរកនិងរៀបចំផ្ញើឲ្យតាមដែលអ៊ំគេជុគាត់ហៅចាប់តាំងពីនោះមកហូអ៊ំស្មានថាបារម្ភពីក្មួយចុះហេតុអ្វីត្រូវបារម្ភបើពួកឯងនឹងអាចយករួចខ្លួនបានស្រាប់ហើយនោះតែអ៊ំនេះទេចាស់ហើយទៅណាមិនបានអ៊ំនិយាយជ្រុលពេកហើយអេនេះការងារណាអ៊ំខ្ញុំភ្លេចទៅអ៊ំប្រយ័ត្នអ្នកជួលការងារនេះបន្តិចក៏ល្អដែរខ្ញុំហាក់បើគេមើលទៅមិនសូវល្អប្រហែលទេបើមានរឿងអ្វីអ៊ំប្រញាប់តាក់ទងមកខ្ញុំចុះអ៊ំគេជុលទទួលបន្ទះ CD ទៅមើលត្រឡប់ទៅត្រឡប់មកគាត់ធ្វើការក្នុងសង្គមនោះមកជាយូរហើយរហូតដល់អាចដឹងថាអ្នកជួលការងារនេះมันគួរឲ្យទុកចិត្តដោយស្រីក្រមុំនិយាយដែរតែគាត់ជ្រើសរើសมันបានច្រើនដូចគ្នាព្រោះឥទ្ធិពលរបស់នាយផាកជុងអ្នកលក់ថ្នាំញៀនដ៏ធំវាកំពុងគំរាមគាត់មិនដូច្នេះការងារនេះគាត់ច្បាស់ជាគ្មានផ្លូវទទួលយកមកទេអ្នកទាំងពីរញ៉ាំបណ្ដាពិភាក្សាការងារគ្នាបណ្ដាអស់មួយសន្ទុះមុនពេលបំបែកគ្នាត្រឡប់ទៅវិញអ៊ិនខ្ជូសម្រាប់ចិត្តបំបែកផ្លូវគ្នាចេញទៅដើរទៅទិញរបស់ដែលត្រូវការជាមុនសិននៅលើផ្សារទំនើបដៃស្ដាងយួរថង់អាហាររញ៉េរញ៉ៃដើម្បីទុកញ៉ាំមុនពេលមីងយ៉ុងត្រឡប់មកវិញហើយពេលនេះព្រូនជាទីស្រឡាញ់របស់នាងប្រហែលជាត្រូវញ៉ាំមីឆុងទៀតហើយយើងនេះពិតជាមនុស្សល្អមែនតែនឈប់ដើរតាមមកយឺតក៏មិនចេះសម្លេងបរោះពីអ្នកប្រើកំភ្លើងភ្ជង់ពីក្រោយខ្នងអ៊ីនខ្ជូដកដង្ហើមធំចេញមកមុខសើធំមុនពេលដើរតាមបរោះទាំងពីរអ្នកនោះទៅអ្នកទាំងពីរនាំនាងមកខាងគៀនចិញ្ចាំងនិងគៀនហាងដែលមិនសូវមានមនុស្សដើរកាន់គួរស្ដាយណាស់វិញបើត្រូវសម្រាប់ចោលណាសក់ខ្ចីបែបនេះយើងនឹងឯងចែកគ្នាស៊ីមកយប់ល្អហ៎ជនអាក្រក់ទាំងពីរអ្នកកំពុងពិភាក្សាគ្នាថាគួរធ្វើយ៉ាងណាជាមួយនឹងស្រីស្អាតដែលចាប់បានព្រោះចវាយធំបញ្ជាឲ្យពួកវាសម្លាប់ចោលតែពេលឃើញសាច់សខ្ចីរបស់នាងក៏ធ្វើឲ្យជនអាក្រក់ទាំងពីរនាក់បដូរចិត្តក្នុងខណៈដែលអ្នកទាំងពីរកំពុងពិភាក្សាគ្នានៅមុខឡានដែលកំពុងចតអ៊ីនខ្ជូក៏ប្រើច្រវាក់នោះគ្រវាសកែងដៃទៅត្រូវត្រង់ឆ្អឹងជំនីរបស់អ្នកដែលកំពុងកាន់កំភ្លើងល្មមដល់ថ្នាក់កោងខ្លួនពេលមិត្តភ័ក្តិរបស់វាដឹងខ្លួនក៏តម្រង់ចូលទៅធ្វើបាបនាងដោយចាប់ទាញកំបិតដែលស៊ូយ៉ុងដាក់ចាប់ខ្លួនចេញពីចង្កេះអ៊ីនខ្ជូយកខ្លួនចេញកិច្ចមុនពេលយកជើងទាត់ដៃរបស់នាយនោះរហូតដល់ខ្ទាតចេញទៅហើយតាមដោយជើងមកខាងទៀតដែលតាមទៅចាប់ត្រូវចាំកិច្ចចង្កល្មមធ្វើឲ្យវាដល់ថ្នាក់សន្លប់ហេតុការណ៍កាត់ឡើងលឿនណាស់ជនអាក្រក់ទាំងពីរនាក់មិនគិតថាស្រីតូចមុខស្រស់ដែលគិតថាគ្មានពឹសពុលអ្វីចាត់ការពួកវាបានលឿនដល់ថ្នាក់នេះឡើយអ៊ិនខ្ជូប្រញាប់ចេញពីត្រង់នោះព្រោះអ្នកដែលកាន់កំភ្លើងត្រៀមបាញ់នាងវាចាប់ផ្ដើមបាត់ចុកដែលត្រូវនឹងកែងដៃរបស់នាងហើយប៉ាំងប៉ាំងប៉ាំងអ៊ីនខ្ជូរត់គេចពីក្របកំភ្លើងដែលហើរប្រឆិតនាងទៅយ៉ាងលឿន
ជនអាក្រក់ម្នាក់ទៀតតាមមិនទាន់ពេលនាងលោតរំលងកំប៉ែងទៅផ្ទះមួយខ្នងដែលនៅជិតហាងនោះនាងប្រញាប់ត្រឡប់មកផ្ទះហើយចាប់ផ្ដើមរៀបចំរបស់របរផ្ទាល់ខ្លួននិងរបស់មិត្តនាងយ៉ាងប្រញាប់ប្រញាល់ព្រោះពីរអ្នកដែលនាងចាត់ការច្បាស់ជាមកទីនេះមិនខានហើយរឹកពីរបស់វាមិនមែនជាពួកប្លន់ដើម្បីយកលុយកាក់ទេអីចឹងមានន័យថាប្រហែលជាបញ្ជារបស់ខាងណាមួយឬក៏សត្រូវរបស់នាងច្រើនជាងខណៈដែលកំពុងរៀបចំអីវ៉ាន់ក៏មានសម្លេងទូរស័ព្ទរឡើងតែពេលមើលហើយបែរជាឃើញលេខសាធារណៈ NQ ចុចទទួលភ្លាមហើយសម្លេងដ៏ធ្លាប់ស្គាល់ក៏បន្លឺឡើង Hello នេះអ៊ំណា NQ អ៊ំគេជួយនេះនៅកន្លែងណាថ្ងៃនេះមានមនុស្សគិតចង់សម្លាប់ខ្ញុំថាកិច្ចខ្លួនទៅមួយរយៈសិនណាអ៊ំអេអ៊ំគិតមានរឿងចង់ប្រាប់ឯងនឹងណារឿងអ្វីទៅអ៊ំលឿនបន្តិចមកខ្ញុំមិនមានពេលវេលាច្រើនទេដៃស្ដាងកាន់ទូរស័ព្ទបណ្ដានិយាយបណ្ដាចំណែកមកខាងទៀតក៏ប្រញាប់រៀបចំអីវ៉ាន់ឡើងញាំថាយ៉ាងម៉េចដែរមីនាងដៃស្ដាងឈប់ឆ្កឹងនិងសំឡេងដែរមិនធ្លាប់ឮពីមុនមកអ៊ំគេជុកត្រូវគេចាប់ឬនរណាគេនឹងអាចជាណាសំឡេងពីរោះចាប់ផ្ដើមកំបិនមុនពេលបញ្ឈប់ទង្វើទាំងអស់ហើយនិយាយទូរស័ព្ទជាមួយនឹងសំឡេងប្លែកដែលបានឮខ្ញុំគឺជាអ្នកជួលក្រៅគេមកអស់របស់នេះនោះអីផាក់ជុងប្រហែលជាធ្លាប់បានឮណាមីនាងណែខ្ញុំមិនឈ្មោះមីនាងទេហើយក៏មកខ្វល់ដែរថាឯងឈ្មោះអ្វីតែដែលសំខាន់ឯងធ្វើអ្វីអ៊ំគេជុហ៎អាកាចាស់នេះរួចខ្លួនឬមិនរួចខ្លួនគឺអាស្រ័យទៅលើនាងហើយយើងនឹងបានជូនមនុស្សទៅទទួលនាងតែបើនាងមិនមកតាមសម្រួលយើងនឹងបញ្ជូនអាកាចាស់នេះទៅហែកទឹកសមុទ្រជាគ្នាត្រីហើយយល់ហើយឬនៅណែលោកហេតុអ្វីខ្ញុំត្រូវជឿលោកដែរបើខ្ញុំទៅខ្ញុំមកស្លាប់ហើយតែប្រាប់ទុកជាមុនណាថាបើលោកធ្វើអ្វីអ៊ំគេជក់នោះខ្ញុំនឹងយក CD ដែលបានថតចម្លងទៅឲ្យប៉ូលីសអត់តែម្ដងឬចោះទៅតាមគេហាក់ទំព័រឲ្យគេបានឃើញពេញពិភពលោកតែម្ដងប្រាប់ឲ្យដឹងទៅនេះនាងបានថតចម្លង CD របស់យើងទុកឬរកកន្លែងស្លាប់មែនទេហើយឆាប់បញ្ជូនមកឲ្យជាងឥឡូវនេះមិនដូច្នេះទេយើងនឹងសម្លាប់វាឥឡូវនេះអញខ្ញុំបានលើសម្លេងអ៊ំគេជក់ស្រែកថាមានមនុស្សកំពុងភ្ជុំក្បាលគាត់តែបើនាងបញ្ជូនឲ្យវាទាំងនាងនឹងគាត់ក៏មិនរួចខ្លួនដែរគិតយ៉ាងនេះយើងបដោគ្នាល្អជាងបើលោកព្រមលេខអ៊ំគេជក់នោះខ្ញុំនឹងឲ្យ CD ទៅតែល្អទេហេតុអ្វីយើងត្រូវស្ដាប់នាងបើនាងមិនបញ្ជូន CD មកឲ្យយើងនឹងសម្លាប់អាកាចាស់នេះឥឡូវនេះភ្លាមកុំណាសម្លេងអ៊ំគេជក់លុយចូលមកក្នុងទូរស័ព្ទឡោះបាយសម្រាប់គាត់ខ្ញុំក៏បញ្ជូន CD នេះទៅឲ្យប៉ូលីសមិនឃើញបាក់ស្អីផងយ៉ាងម៉េចក៏បាននាងនឹងធ្វើយ៉ាងណាសម្លេងប្រែប្រួលទៅយ៉ាងច្បាស់យ៉ាងហោចណាស់ពេលនេះនាងក៏អាចពជាជីវិតអ៊ំគេជក់ទៅបានមួយរយៈទៀតដែរណាស់ហើយចាស់អាចចង់ប្រាប់មកថាឲ្យយក CD ទៅបដូរនៅកន្លែងណាពេលណាបាននេះផាក់ជុងណាត់ NQ ទៅសមុទ្រមួយកន្លែងដើម្បីប្រកួត CD និងអ៊ំគេជក់តែនាងបន្ទុកចិនទៅផ្សំធ្វើជាអ្នកណាត់ទីកន្លែងវិញក្រោយពីមានការយកព្រមគ្នារួចរាល់3ថ្ងៃទៀតនឹងមានការបដូរចំណាប់ខ្មាំងបន្ទាប់ពីដាក់ទូរស័ព្ទចុះ NQ ក៏ទៅរកមិនយ៉ងនិយាយរឿងទាំងអស់ឲ្យស្ដាប់ភ្លាមមិនយ៉ងពេលនេះកំពុងជិះយន្តហោះត្រឡប់មកទីក្រុងដែរព្រោះការងាររួចរាល់អស់ហើយនាងក៏បានណាត់មាត់ភ័ក្រចិត្តស្និទ្ធជួបគ្នា1ម៉ោងបន្តទៀតដែរដៃដល់កំពុងទៅកាន់កាបូបឈប់ឆ្កឹងពេលបានលឺសំឡេងប្លែកៗនៅខាងក្រៅផ្ទះ NQ ក៏ទៅបន្ទប់គេងរបស់នាងមុនពេលមើលជុំវិញផ្ទះតាមរយៈកាមេរ៉ាសុវត្ថិភាពដែលស៊ូយ៉ុងដាក់ពេញបរិវេណផ្ទះនាងឃើញមនុស្សប្រុសមិនតិចជាង5នាក់កំពុងព្យាយាមចូលមកក្នុងផ្ទះមើលទៅនេះផាក់ជុងប្រហែលជាមិនព្រមចាំដល់3ថ្ងៃទៀតដឹងមនុស្សប្លែកមុខដែលហ៊ាន
សម្រាប់ចូលមកក្នុងផ្ទះនាងកំពុងចូលមកចិត្តផ្ទះកាន់តែខ្លាំងហើយអេនខ្ជូដើរទៅរកទូសុវត្ថិភាពមុនពេលចុចលេខកូដដែលមានតានាងនិងមានយ៉ងប៉ុណ្ណោះដាក់ដឹងចាប់យកលុយមួយដុំធំព្រមទាំងរបស់មួយតានាងមិនសូវប្រើចេញមកដែរគឺកំភ្លើងដៃស្ដាងកាន់របស់ដែលនៅក្នុងដៃចប់ណែនរួចចាប់យកកាបូបស្ពីតូចល្មមឡើងមកស្ពីលើស្មាដោយចិត្តត្រជាក់ហើយដើរទៅកាន់បង្អួយតែពេលមើលតាមកាមេរ៉ាសុវត្ថិភាពហើយក៏មិនឃើញមានអ្នកសម្រុកចូលមកទៀតនេះនាងប្រហែលជាត្រូវទៅយ៉ាងស្ងាត់បំផុតដើម្បីកុំឲ្យបានប្រើមិត្តដែលនៅក្នុងដៃនោះ